នៅពេលដែលយើងចង់បានមេដួងវារវ៉ាទេកាន់ហ្នឹងបាទបើមកហ្នឹងសិតតែយប់ឡើងនៅឲ្យតាមនឹងព្រៀតបាទនេះសិតតែដើមថ្នោតនេះដើមថ្នោតទេបងណាបាទហើយនេះជួនកាលយើងប៉ើងទៅមាននៅក្រោមហ្នឹងមើលខ្ញុំសាកបើស្អត់មានអត់មានទេវាអត់ចេញមានអត់ចេញអាហ្នឹងសិតតែលិមួវាហ្នឹងអូមានន័យថាយើងកាប់ទៅសិតតែនេះហើយសិតតែដួងហ្នឹងបាទកាលគាត់ថាយើងខ្ជិលកាប់អូកាប់ពិតងាយដែរเนาะមិនជាពិបាកអីទេបងប្អូនយើងមួយចំនួនដែលគាត់កាប់ដើមថ្នោតដើមដូងចោលអញ្ចឹងណាហើយជាផ្សេងនេះគឺសបកដូងសបកអីយើងច្រើនចោលមែនទេបងតែឥឡូវយើងឆ្នៃវាទៅមានប្រយោជន៍យើងចំដួងបានទៀតเนาะជំរាបសួរបងបាទជំរាបសួរបាទអូហើយកំពុងធ្វើអីបងហ្នឹងកំពុងអាដូរចំណៃដួងចំណៃដួងបងបាទអូនេះវាខ្មៅអស់ហើយឃើញវាស៊ីចំណៃនឹងអស់លីងហ្មងឥឡូវដល់30ថ្ងៃយើងត្រូវដូរវាបាទហើយដួងហ្នឹងយ៉ាងម៉េចមើលខ្ញុំសុំមើលបន្តិចមើលបងបាទនេះមើលបានកាយមើលបានអូយធំដល់ហើយកន្លងមកយើងធ្លាប់តែដឹងចេះបងមែននេះយើងធ្លាប់ដឹងថាដួងជាទូទៅវានៅក្នុងដើមដូងដើមថ្នោតប៉ុន្តែយើងអត់ចិញ្ចឹមទេមែនទេប៉ុន្តែកន្លែងបងនេះគឺចិញ្ចឹមដួងមែនទេយើងចិញ្ចឹមដួងវ៉ាវហើយចិញ្ចឹមនេះមើលនេះបងប្អូនធំមែនទេនេះកាមេរ៉ាមកឲ្យជិតមើលកាមេរ៉ាមកជិតថតពេញលេងហើយមើលខ្ញុំសុំលេងតិចដែរមកអូយនេះបងអីយូអានឹងខំដៃខំដៃខំនេះអូយហ្នឹងហើយយ៉ាខំមែនយ៉ាអាចសាកបានអូយអរិបងកុំអីនេះបងប្អូនធំមែនទែនអូហ្នឹងហើយអាហ្នឹងអាយុវា30ថ្ងៃបាទអាហ្នឹង30ថ្ងៃហ៎បង30ថ្ងៃហើយយើងអត់បានដូរចំណីវាឃើញវារៀងស្គមនេះធម្មតាវាធំបាទធម្មតាធំជាងហ្នឹងទៀតបងធំជាងហ្នឹងអូសាក់ឲ្យខំដៃលេងបន្តិចមកសិនចំណីវាអស់ជាតិដល់លីងហ្មងឃើញឡើងខ្មៅបាទអូអានេះរយៈពេលដែលយើងចិញ្ចឹមប្រហែលថ្ងៃបងអានេះវាតាំងពីថ្ងៃទី1មក30ថ្ងៃហើយអូបាទយើងប៉ុណ្ណឹងយើងអាចប្រមូលផលបានហើយយើងអាចជាវាយចេញបាទលក់អីឲ្យគាត់យកទៅធ្វើម្ហូបធ្វើបានហើយប៉ុណ្ណឹងបាទតែបើយើងទុកធ្វើពូជយើងថែមយើងទុកវាថែមចំណីឲ្យទុកវារហូតដល់50ថ្ងៃទៅ50ថ្ងៃវាคล้ายទៅជាមេឲ្យបងណោះអត់ទាន់ទេតែយើងជ្រើសរើសវាយកទៅដាក់ឲ្យវាកាច់សបុកទៀតអញ្ចឹងហ៎បាទនេះយើងត្រូវថែមចំណីម្ដងទៀតបងប្អូនខ្លះគាត់ថានេះទឹកដួងល្វើកអញ្ចឹងមើលទៅគាត់ហ៊ានហូបឬក៏មិនហ៊ានហូបអីចឹងណាប៉ុន្តែអានេះយើងយកទៅធ្វើចំណីឆ្ងាញ់ណាបងមែនទេបងបាទនេះបងប្អូននេះជាទូយ៉ាហៅខំដៃខ្ញុំហ៎ខំជាទូទៅបើសិនតែយើងមើលរៀងល្វើកប៉ុន្តែវាឆ្ងាញ់ណាបងប្អូនណាឆ្ងាញ់មែនទែនហើយអានេះយើងមិនមែនតែលក់តែត្រឹមតែសាច់ចឹងទេមែនទេបងបាទឆ្នៃវាហើយបងចិញ្ចឹមវាបន្តទៀតយកទៅលក់ពូជវាទៀតមែនទេបងបាទអូឥឡូវខ្ញុំសុំបកក្រោយបន្តិចអានេះយើងចិញ្ចឹមជាទូទៅរយៈពេលវាពីមួយថ្ងៃទៅដល់30ថ្ងៃគឺយើងប្រមូលផលបានមែនទេបងហ្នឹងហើយដំណាក់កាលវាគឺយើងយកមេវាទៅភ្ញាស់បាទទៅភ្ញាស់15ថ្ងៃហ្នឹងគឺវាប៉ុណ្្នឹងដែរវាខ្លះតូចខ្លះធំវាអត់ស្មើទេណាបាទនេះគឺវាស្មើអញ្ចឹងវាអាយុវា30ថ្ងៃហើយនេះអានេះ30ថ្ងៃណាបាទចុះបើសិនតែយើងចង់ចិញ្ចឹមពូជដូចបងចិញ្ចឹមរាល់ថ្ងៃនេះចង់ចិញ្ចឹមពូជយើងទុកវារហូតចាប់ពីថ្ងៃទៅយើងត្រូវជ្រើសរើសឲ្យចំណីវាថែមមកដាក់ចំណីវាថែមមកហើយបើយើងទុកវាដល់40ថ្ងៃទៅ50ថ្ងៃយើងជ្រើសរើសយកអាណាល្អទេយកឲ្យទៅវាទៅកាច់សបុកអូកាច់សបុកគឺយើងដាក់សកៃដូងហ្នឹងវាកាច់មូលមកយើងជ្រើសរើសវាទុកនៅក្នុងចាំយើងទៅមើលក្នុងបាទប៉ុន្តែសួរបងបន្តិចអានេះជាស្អីគេបងអានេះដូងនោះយើងមើលនៅកន្លែងនោះកន្លែងខ្ញុំកាប់ដូងអាដូងនៅគេហូបទឹកហើយណាបាទហ្នឹងហើយអាហ្នឹងយើងយកមកច្រាមវាដាក់ឲ្យវាស៊ីវារបស់ធម្មជាតិបាទវាអត់មានតែក្លិននៃអាក្រក់អីទេអត់ទេឥឡូវសុំកាន់ដៃមកទៅបើចាំពាក់ស្រោមដៃបងប្អូនអរគ្នានេះបើយើងនិយាយទៅវាថាជាសកៃដូងហ្នឹងមែនទេសកៃដូងទេបាទចុះក្រៅពីសកៃដូងយើងធ្វើអីទៀតបានបងយកអីមកធ្វើទៀតបានសកៃដូងក្រៅពីសកៃដូងយើងអាចយកដូចជាដលងមីដលងជ្វាបាទឬក៏ផ្លែត្នោតបានផ្លែត្នោតបានឬក៏ផ្លែចេកអាចចេកខ្ចីឬក៏ដើមចេកហ្នឹងក៏យើងអាចយកមកឲ្យវាស៊ីបានដែរវាស៊ីអូសកៃដូងនេះបងពេលដែលយើងយកមកអញ្ចឹងអាហ្នឹងយើងត្រូវការកាប់វាមិនអីមិនឬក៏យ៉ាងម៉េចដែរបងយើងមានត្រូវការផ្អាប់ពីទុកអីអត់ទេយើងពុះវាឲ្យច្រាមទៅហើយយកមកដាក់បាទយកមកដាក់មកហើយយើងលាយទឹកនេះទឹកសូឡូសុងយើងណាបាទទឹកនេះតិចមកដើម្បីការពារសំណើមកឲ្យវាស្អុយកុំឲ្យវាខូចអីចឹងណាបាទប្រយោជន៍ទឹកហ្នឹងបាទទឹកនេះគេហៅថាទឹកសូឡូសុងណោះបាទបើយើងចំណាយយើងគិតថាមេបាពូជប្រមាណបានកូនប៉ុណ្ណឹងគឺអានេះ5គូ5គូទៅ4គូទេខ្ញុំដាក់តិចណាអញ្ចឹងវាបានកូនប៉ុណ្ណឹងបើយើងសរុបទៅវាអាចបាន1គីឡូជាងណានឹងយើងបង្កាត់ម្ដងឥឡូវចេះចង់សួរបងបន្តិចបាទមុនពេលដែលយើងបានយើងនិយាយថាអានេះយើងដួងចោះណាអានេះវាជាពងមួយមែនទេបងបាទពងមួយដូចចុងកចឹងពងវាបាទហ្នឹងហើយចុះដំបងឡើយយើងបានពងនឹងពីណាមកពងវាចេញនោះពីមេវាផ្សំ
ជាមួយគ្នាទៅវាកើតចេញជាពង អានេះមេមែនបង បាទ អូអញ្ចឹងមានន័យថាមេវានឹងវាប្រកាសវាពងមកគឺបែបនេះបងមែនទេ បាទហ្នឹង អូបងប្អូនអស់នេះអានេះមែនទេណាកុំច្រឡំអានេះតកើវាក្រៅឯងតែអានេះមេខ្ញុំទុកទេខ្ញុំចាប់វាដោយសារខ្ញុំអត់ទាន់បានប្រកាសទេទុកវាចាស់យើងកុំធ្វើវាទុកវាមានន័យថាមេហ្នឹងគឺយើងយកវាមកយើងឲ្យវាប្រកាត់មួយឈ្មោលណាបាទប្រកាត់គ្នាវាទៅវាបានពងពងវាបៀបម៉េចបងពងវាយើងដាក់នេះដូងអាដូងនេះគេហូបទឹកហើយណាយើងកាត់វាចំណិតប៉ុណ្ណេះហើយបន្ទាប់មកវាចោះទៅវាតូចគូតវាចូលវាពងដាក់ពងមកពី3ថ្ងៃវាញាស់ចេញទៅទៅស៊ីចំណីនឹងក្រោមហ្នឹងចុះអាមេហ្នឹងបានមកពីណាប្រមូលតាមដើមថ្នោតដើម្បីមកអញ្ចឹងអត់ទិញពូជគេពីដើមមកបាច់ទិញទេព្រោះគាត់តែយើងទៅកាប់ដើមថ្នោតមកច្រើនហើយយើងមើលតាម YouTube អីខ្លះទៅយើងទុកវាទៅវាខ្លាយទៅជាមេបាទវគ្គដំបូងយើងទុកមេអាកូនយើងគេចាប់ឲ្យយើងប្រហែលជា 2-3 គីឡូយើងអត់ហូបទេបាទហើយយើងจะដាក់ទៅវាទៅជាមេរុំសបុកទៅយើងដាក់ឃើញសុទ្ធតែមេចេញមកហើយចាប់ដើមយើងបង្កាត់យើងមើលតាម YouTube ខ្លះញីឈ្មោលល្មិចចាប់ដើមដឹងបាទធ្វើមកដល់ឥឡូវទៅយើងគិតថាវាងាយស្រួលហើយតែបានយើងអត់ព្រមចិញ្ចឹមគ្រាន់ហូបណោះបាទមែនតាបងមែនតាចុះដំបងឡើយបងចិញ្ចឹមប្រហែលក្បាលដែរដំបងខ្ញុំចិញ្ចឹមប្រហែលជា20ទេបាទយើងចាប់សំអាយុច្រើនទៅព្រោះកាលនោះយើងអត់ហូបទេណាហ្នឹងហើយបន្តិចពេលយើងចេះទុកមេបាពូជចេះបន្តច្រើនទៅបាទឥឡូវមានច្រើនមេនេះបើសិនតែយើងគិតថាវាបានផ្ដល់ផលឲ្យយើងហើយជាបានចំនួនដែរបងបានវាងាប់ដូចជា2ខែអូ2ខែ2ខែហ្នឹងវាស្លាប់បាទ2ខែទៅ3ខែហ្នឹងมันយូរហ្មងណាអញ្ចឹងមានន័យថាបើ2ខែគឺយើងត្រូវដូរពូជមួយសាទៀតមែនទេបងបាទនិយាយចំមកយើងបង្កាត់វាបន្តមេថ្មីយើងបង្កាត់ទៅបើមេចាស់យើងបង្កាត់រៀងច្រើនតិចទៅបរិស័ទគាត់ខ្សោយមែនទេខ្សោយព្រោះគាត់ពងយូរដែរហើយឲ្យយើងពី3ដងអញ្ចឹងយើងទុកម្ដុំសិនទៅអត់ធ្វើអីទេចុះឥឡូវមានតែប៉ុណ្្នឹងកន្លែងឬមានកន្លែងផ្សេងទៀតបងមានកន្លែងផ្សេងទៀតអានេះយើងអត់ទាន់បានបង្កាត់ថ្មីដោយសារយើងចាំគាត់ញាស់មកជាមេសិនហើយយើងទៅមើលកន្លែងមេអូបាទបងប្អូនមកមើលពូជដួងហើយយើងមើលអត់ទាន់ចេញពីសបុកទេទាំងអស់ហ្នឹងសិតតែអញ្ចឹងទាំងអស់ណាបាទហ្នឹងហើយគឺយើងមើលនេះឃើញស្ដាប់មើលស្ដាប់ក្លុកអូក្លុកបាទគឺហ្នឹងគាត់ចិត្តចេញមកជាមេអញ្ចឹងបាទមេចេញមកវាសុខភាពល្អហើយយើងយកទៅបង្កាត់ទៅអីបានកូនច្រើនហ្នឹងហើយអាហ្នឹងវាដំបងឡើយវានៅអញ្ចឹងហ្មងឬក៏មិនបងអត់ទេដំបងឡើយវានៅអញ្ចឹងអូនៅបាទនៅបងនេះបងវាអត់ទាន់កាច់សបុកទេណាបាទតែយើងដាក់ឲ្យវាកាច់សបុកនេះអូបាទអានេះសកៃដូងដែរសកៃដូងយើងបាទឥឡូវយើងបើកមើលបាននេះឃើញទេបាទអានេះវានេះអូនេះឃើញអានេះយើងយកពីនោះមកមែនទេបងអាហ្នឹងគឺដល់អាយុវាឥឡូវយើងមើលថតចិត្តមកឃើញនេះឃើញវាពងកាច់សបុកណាវាចាប់ដើមកាច់យើងលើកបានអត់អីលើកមើលបានណាបាទអានេះវាចិត្តខ្លាយទៅជាមេណាបងវាកាច់សបុកហ្នឹងឃើញទេអូវាចាប់ដើមកាច់សបុកបាទវារុំទៅអញ្ចឹងហើយបន្ទាប់វារុំអស់យើងកំណត់ថ្ងៃវា10ថ្ងៃយើងរើសវាយកទៅដាក់នៅទៅនោះឲ្យវាត្រូវថ្ងៃខ្លះបន្ទាប់ពីយើងជ្រើសរើសពីហ្នឹងមកដាក់20ថ្ងៃបាទ20ថ្ងៃ15ថ្ងៃទៅ20ថ្ងៃហើយចុះចំណីយើងអត់ដាក់ឲ្យវាទេអត់ទេវាលែងស៊ីហើយដល់ថ្ងៃដែលវាត្រូវឈប់ស៊ីចំណីហើយអូបាទឈប់ស៊ីចំណីអញ្ចឹងវាត្រូវការកាច់សបុកហើយបាទកាច់សបុកចង់ខ្លាយទៅជាមេម្ដងជាទូទៅបងលក់សាច់វាសាច់បាទអត់ទេសាច់អត់សូវបានលក់ទេនិយាយតាមត្រង់គឺយើងយកមកធ្វើចេះនេះធ្វើជាមេវិញបាទធ្វើជាមេនេះនៅក្នុងហ្នឹងយើងដាក់150គ្រាប់យើងសឹកកំណត់ចំនួនទេបាទកំណត់ចំនួនបើយើងគិតជាគីឡូ1គីឡូ1ខាំបាទតែយើងដាក់ហ្នឹងខ្លាំងមកហើយបើយើងយកដាក់ហ្នឹងហើយឬក៏យើងរើសទៅរាប់ទៅក៏បានដែរបាទហើយទាំងអស់លីងនេះប្រហែលជាមានប្រមាណទាំងអស់បងនេះយើងមើលអានេះយើងជ្រើសដោយសារយើងលក់រហូតវាចេញទៅយើងលក់ចិត្តតែលក់ឡើងចង់ឡើងនិយាយតាមត្រង់លក់អត់ទាន់តែចាំអានេះចេញទៀតបានលក់ចេញដល់អញ្ចឹងចង់សួរបងបន្ថែមមើលថាបាទតម្រូវការតាក់ទងជាមួយនឹងដួងនេះច្រើនបងច្រើនដោយសារដួងបើយើងនិយាយទៅវាអាចខ្លាយយកទៅចំអិនវាបានច្រើនមុខបាទច្រើនមុខតាំងភ្លាតាំងពងតាំងអីច្រើនយ៉ាងហើយវាមានរសជាតិឆ្ងាញ់បើនិយាយចំណាចង់ឲ្យបងនាំទៅមើលកន្លែងដែលយើងកាប់ដើមបាទយើងកាប់ដើមថ្នោតដើមអីសម្រាប់យើងធ្វើបាទនេះអានេះដំបូងរបស់វាណាបងណាហ្នឹងហើយយើងកាប់វាចំណីអីយើងលាយអានេះដូចថាយើងថែមចំណីអីនេះយើងមានចំណីយើងត្រូវថែមដែរបងបាទនេះដូចយើងកាប់ច្រាមចេះតែនេះរបស់សពីមុនមកបាទហ្នឹងហើយអញ្ចឹងអូអានេះយើងទុកចោលពីថ្ងៃវាទៅអញ្ចឹងបាទហ្នឹងយើងថ
hai biết rồi nhưng đã tắc nâng tây đã tắc score rồi ngu tây thì họ cả score tại vì mình phải mấy nó vì là vinh nhỉ còn thay vì chết score cả score một bơ anh nói trước đã chờ đấy bóng không ca để dừng dương đã chờ này đã chờ của mình đã chờ việc khai dương đã về đã mô là môm bà đã đọc hiện rồi này dùm này np đại dương chọn ban mê đuống việc là để canh nắng bà món nó rất là giúp lao ấy nơi ai tam đang priệt bà đi rất là đam thằng nào đấy băng nó bà đi chúng ta dừng pa nước miên nó khổm nước mới nhầm xạ bãi sẽ miên ọt miên này bị ọt chanh anh nước rất là mua với nước miên này thay dừng cạp tới rất là này rất là đuông này cao còn đại dương chưa cạp cạp bật nhiều đá nó mà chỉ bảo bà ấy thế bom ôn dương mà chuyển nuốn để quạt cặp đam thằng nào đam đồ chào chẳng này hay chuyện sẽ đi gạ rồi bỏ đồ rồi bỏ ấy dương chờ này trao lên đây bà ta là dương trong này với từ miền bị gió dương trong luồng bàn tiền đó bà ô bị sạch mền tèn dục lao biếm đăng hào bên này mà thế oi cả miền chẳng ấy việc đăng tam ná bong miền tây phèo vì anh nâng về miền là cái hào tây con với bà màu với nè là dương trong đây như ta chạm mưa mua vậy bà anh nâng về miền tây con đôi dương miền ai câu mới có tu sáp chứ bà nàng ấy nàng là dương mưa thà tây con bây giờ mày anh can on tay mới mua lấy nhom tụi mưa chạm bạn nhi ôi đấy small dương mơ mấy đăng small bọn lấy nhom hai nên nhi khơiปูvề cái pong khơi mê với xa để đại xa với tập tranh bị sập bục lấy vô khó khăn mày khơi sinh kế đấy khơi nhé mũi po viên sủi liền slu nó miền bục muột đấy ta đi khơi màu trồng khơi nhé bà này cái này small là này nhì khó khăn chắc lại ní dương cầm nọt bà đấy bọn anh đang on đây chúng ta về po đôi khăn ta cứ cầm nọt tây con với đấy bà chân ở suối đang small luôn suối nhì suối nhì không khăn này vì đi dương chẳng hạn đang hơi nhung cân hà đang ngay về tẹt tiền còn tham đang về miền sảnh nhà ấy này bà cứ viên đôi hao mò vào đang pina bên đây đi một ngày trăm nít hai chiếcประมาณnăm hay bọn trăm này một năm rồi năm từ ban một năm đấy từ ban một năm riêng thì tôi bậc kết pi chuẩn nón để bọn bậc cắtปูnhư hai chiếcประมาณchuẩn nón đấy bọn ประកាត់ពូនេះប្រកាត់ពូខ្ញុំប្រកាត់តាំងពីវគ្គដំបូងមកដែលខ្ញុំរៀនដំបូងគឺខ្ញុំប្រកាត់ពូតែម្ដងដំបូងយើងកាប់ដើមថ្នោតបានប្រហែលជា2ទៅ3គីឡូហ្នឹងខ្ញុំនិយាយពីដើមមកអញ្ចឹងយើងទុកវាដាក់សកៃដូងđấyទៅកាច់សបុកយើងជាពិសោធន៍មើលតែវាចេញមកសិតតែកូនសិតតែមេកញ្ចែហ្នឹងយើងក៏ចាប់ផ្ដើមយកវាប្រកាត់ហើយយើងមើលញីឈ្មោះយើង search មើលតាម YouTube តិចទៅយើងដឹងយើងចាប់ផ្ដើមដាក់5គូទៅបានហើយពេញហ្នឹងទៅបាទ បើសិនយើងលក់ដួងវិញក្នុងដួង1គីឡូតម្លៃប៉ុន្មានបង80000ហ្នឹងហើយចុះបើមេវាវិញមេវាយើងលក់1គូ5000ទេហ្នឹងហើយ1គូ5000ទេតែបើយើងបរៀនបច្ចេកទេសទៅយើងគិតតាមនឹងដែរបើសំខាន់វាបច្ចេកទេសហ្នឹងទោះបីយើងលក់ឲ្យគាត់1គូ1000បើយើងអត់ផ្ដល់បច្ចេកទេសយកទៅមិនដឹងធ្វើម៉េចបងប្អូនអរគ្នាប្រហែលជាបងប្អូនឆ្ងល់ថាទីតាំងកន្លែងនេះនៅកន្លែងណាហើយបងចំរៀបម៉េចហើយបងប្រុសឈ្មោះអីអ្នកខ្លះប្រហែលជាអត់តន់ស្គាល់បងប្រុសហើយក៏អ្នកខ្លះទៀតក៏ស្គាល់ដែរហើយខ្ញុំក៏អត់តន់បានសួរបងប្រុសដែរបងប្រុសអាចជំរាបជូនបងប្អូនយើងបន្តិចសេងស៊ីមបាទសេងស៊ីមហើយផ្លូវទីតាំងរបស់យើងនៅផ្លូវជាលេខ3គីឡូ58បាទផ្លូវទៅកំពង់សោមទៅកំពតនៅនេះគេហៅភូមិអីបងភូមិនត្រាចបាទឃុំទួល7ស្រុកបោះសែខេត្តកំពង់ស្ពឺបាទនៅខាងកំពង់ស្ពឺទេបងមានលេខទូរស័ព្ទជូនពួកគាត់ឬក៏ Telegram បាទយើងមានលេខ070 38 94 47បាទលេខហ្នឹងមាន Telegram បាទអញ្ចឹងវីដេអូមួយនេះអរគុណបងប្អូនទាំងអស់គ្នាជំរាបលា